រឿងនេះចាប់ផ្ដើមឡើងក្នុងកាលៈទេសៈដ៏តានតឹងមួយដែលក្មេងស្រីម្នាក់កំពុងព្យាយាមរត់គេចពីទ័ពសរៅដែលហៅថាឬក៏បិសាចដែលទំនងជាសំដៅលើទ័ពជប៉ុនក្នុងសម័យសង្គ្រាមនាងបានប្រើល្បិចបោះស្បែកជើងទៅមុខដើម្បីបង្វែរចំណាប់អារម្មណ៍សរៅខណៈខ្លួននាងលាក់ខ្លួននៅកន្លែងផ្សេងនាងគិតថាល្បិចនេះនឹងបានផលប៉ុន្តែទ័ពសរៅពិតជាឆ្លាតវៃណាស់ពួកគេបានបំបែកគ្នាស្វែងរកពាសពេញតំបន់ក្មេងស្រីភ័យស្លន់ស្លោជាខ្លាំងហើយស្ទើរតែត្រូវគេរកឃើញតែដោយសារស្បែកជើងដែលនាងបោះចោលនោះទ័ពសរៅក៏យល់ច្រឡំថានាងរត់ទៅមុខហើយក៏នាំនាងដេញតាមទីដោយនោះទៅក្មេងស្រីក៏ឆ្លៀតឱកាសនោះរត់គេចទៅទីផ្ទុយវិញដោយអស់ពីកម្លាំងកាយចិត្តប៉ុន្តែការរត់គេចរបស់នាងមានរយៈពេលខ្លីណាស់ព្រោះមិនបានប៉ុន្មានផងនាងក៏ត្រូវទ័ពសរៅដែលលាក់ខ្លួនស្ទាក់វាយប្រហារហើយចាប់បានធ្វើជាចំណាប់ខ្មាំងនេះគឺជាកផែនការនេសាទដែលពួកវាបានរៀបចំទុកជាមុនពេលបុរសជាឪពុកហើយក្រៅថាក្បងប្រុសគូដឹងថាកូនស្រីរបស់គាត់ត្រូវបានចាប់គាត់មានការព្រួយបារម្ភយ៉ាងខ្លាំងដោយក្តីអស់សង្ឃឹមចង់ជួយសង្គ្រោះកូនគាត់បានលុបចូលឃ្លាំងអាវុធលួចយកមីនគ្រាប់បែកដៃនិងកាំភ្លើងយន្តធុនស្រាលរាប់សិបមុខញ៉ាត់ពេញបាវមួយគាត់ថែមទាំងមានអារម្មណ៍ថាមិនទាន់គ្រប់គ្រាន់ទៀតផងគាត់បានរៀបចំផ្លូវរត់គេចដោយកប់មីននៅតាមផ្លូវដោយមានគម្រោងនឹងបំផ្ទុះពួកវាប្រសិនបើទ័ពសរៅព្យាយាមដេញតាមដើម្បីបង្កើតការបង្វែរអារម្មណ៍គាត់បានយកកាំជ្រួចមួយបាវធំទៅដាក់នៅតាមច្រាំងថ្មចោតហើយបាញ់បំផ្ទុះដោយកាំភ្លើងខ្លីសំឡេងកាំជ្រួចដ៏លាន់នៅរំពងធ្វើឲ្យទ័ពសរៅក្នុងបន្ទាយយល់ថាមានការវាយប្រហារពីកងកម្លាំងតស៊ូហើយក៏បានបញ្ជូនកងទ័ពចេញទៅត្រួតពិនិត្យបន្សល់ទុកឲ្យបន្ទាយខាងក្នុងមានភាពទន់ខ្សោយឆ្លៀតឱកាសនេះបុរសជាឪពុកបានលុកចូលទៅក្នុងអណ្ដូងរ៉ែដែលកូនស្រីរបស់គាត់ត្រូវបានឃុំឃាំងទ័ពសរៅដែលយាមនៅទីនោះកំពុងតែស៊ីផឹកគ្មានស្មារតីគាត់បានមើលឃើញកូនស្រីរបស់គាត់នៅក្នុងគុកពេលគាត់ត្រៀមខ្លួនជួយសង្គ្រោះស្រាប់តែកំប្រុកមួយក្បាលបានរត់កាត់បង្វែរចំណាប់អារម្មណ៍របស់ស្ត្រូវបុរសជាឪពុកក៏លាក់ខ្លួនក្នុងរូងក្បែរនោះទ័ពសត្រូវម្នាក់មានកម្លាំងខ្លាំងបានលើកដុំថ្មទម្ងន់300ចិនប្រហែល150គីឡូក្រាមបោះបិទមាត់រូងដែលបុរសជាឪពុកលាក់ខ្លួនធ្វើឲ្យគាត់ជាប់គាំងគាត់បានព្យាយាមរើដុំថ្មនោះអស់ពីកម្លាំងប៉ុនតែមិនបានផលឡើយគាត់មានការភ័យស្លន់ស្លោយ៉ាងខ្លាំងព្រោះខ្លាចថាទ័ពសរៅដែលចេញទៅស្វែងរកនឹងត្រឡប់មកវិញរំពេចនោះគាត់នឹកឃើញថាខ្លួនជាសិស្សបណ្ឌិតផ្នែករូបវិទ្យាគាត់បានប្រើឈើមួយដុំជាដងថ្លឹងហើយដោយអនុវត្តតាមគោលការណ៍នៃដងថ្លឹង leverage គាត់ក៏អាចរើដុំថ្មដ៏ធំនោះចេញដោយងាយស្រួលហើយចេញពីរូងបានគាត់បានជួយសង្គ្រោះកូនស្រីចេញពីគុកខណៈទ័ពសរៅនៅតែផឹកស៊ីដោយមិនដឹងខ្លួនពេលពួកគេព្យាយាមរត់គេចទ័ពសរៅម្នាក់ក៏ចូលមកត្រួតពិនិត្យបន្ទប់ឃុំឃាំងធ្វើឲ្យបុរសជាឪពុកត្រូវលាក់ខ្លួនម្ដងទៀតពេលសរៅចូលទៅក្នុងគុកឪពុកនិងកូនស្រីក៏រត់គេចខ្លួនពួកសរៅក៏ដេញតាមពួកគេពេលពួកគេរត់ទៅដល់ផ្លូវទាល់មួយឪពុកក៏ត្រៀមខ្លួនប្រយុទ្ធតែម្នាក់ឯងប៉ុន្តែក្មេងស្រីបានប្រទះឃើញផ្លូវថ្មីមួយតាមចន្លោះប្រហោងដែលនាំទៅដល់ផ្លូវលាក់ខ្លួននៅពីក្រោយបន្ទះឈើឪពុកក៏ទាត់បន្ទះឈើនោះបើកចេញហើយឃើញផ្លូវចេញដែលនាំទៅរកឡានដឹកធ្យូងថ្មគាត់ជឿថាផ្លូវនេះនឹងនាំពួកគេចេញពីអណ្ដូងរ៉ែគាត់បានប្រាប់កូនស្រីឲ្យឡើងជោគក្នុងឡានដឹកធ្យូងថ្មចំណែកខ្លួនគាត់ក៏បានលោតចូលទៅក្នុងឡានដឹកធ្យូងថ្មនោះក្រោមការបាញ់រះរបស់សត្រូវដោយគិតថាពួកគេបាន